អូខេអញ្ចឹងសួស្តីបងប្អូនអរគ្នាក្នុងវីដេអូនេះគឺខ្ញុំនឹងបញ្យល់បងប្អូនពីរបៀបនៅក្នុងការ set up account នៅពេលដែលយើងបង្កើត account រួចអញ្ចឹងបងប្អូននៅពេលដែលបងប្អូនមាន account ហើយបងប្អូនគ្រាន់តែចូលទៅក្នុង profile detail មកអានេះខ្ញុំបាន upload profile ហើយប៉ុន្តែនៅពេលដែលបងប្អូនអត់បាន upload គឺបងប្អូននឹងអត់មានឃើញអីនៅទីនេះទេអញ្ចឹងអីដែលបងប្អូនគួរមើលគឺបងប្អូនចូលកន្លែង editing នេះហើយបងប្អូនបំពេញព័ត៌មានរបស់បងប្អូនជា page អីបងប្អូន select page ហ្នឹងទៅព្រោះខ្ញុំថាខ្ញុំប្រុសគឺខ្ញុំយកប៉ុណ្ណឹងហើយខាងក្រោមនេះគឺបងប្អូននឹងអត់ឃើញមាន text អីទេអញ្ចឹងបងប្អូនបំពេញក្នុងនាមយើងជាcontent creator បែបម៉េចយើងអាច intro ខ្លួនឯងនៅក្នុងប្រអប់ហ្នឹងអញ្ចឹងអាចថាខ្ញុំឈ្មោះបែបនេះខ្ញុំធ្វើ content ចាស់ៗអញ្ចឹងទៅបងប្អូនទៅ save រួចបងប្អូនចុចតមកហើយនៅកន្លែងនេះគឺជាការ add social media យើងបានន័យថានៅពេលដែលបងប្អូន add គឺវានឹង pop up នៅបែបនេះខ្ញុំនឹងបង្ហាញបងព្រោះថាខ្ញុំចូលទៅកាន់បោះបង random talk បងប្អូននឹងឃើញ social media របស់គាត់នៅលើនេះហើយវានឹងលេចចេញនៅលើ profile ដែរអញ្ចឹងបងប្អូនអីដែលបងប្អូនធ្វើគឺបងប្អូនចុចកន្លែងសញ្ញាបូកនេះមកហើយបន្តមកបងប្អូន select social media ដែលបងប្អូនចង់ដាក់អញ្ចឹងបើសិនជាបងប្អូនរើស Facebook បងប្អូនទៅយក link របស់ Facebook មកព្រោះថាអានេះជា link profile របស់ Facebook page យើងអញ្ចឹងបងប្អូន copy មកហើយបងប្អូនចូលមកកាន់ slide យើងវិញបងប្អូនផាសវាទៅហើយបងប្អូនវាយចំនួនតួលេខដែលវាជា follower យើងអញ្ចឹងយើងមាន 9.2k បងប្អូនចុច save មកហើយអញ្ចឹងវានឹងលេចឡើងចុះដោយសារតែខ្ញុំបង្កើតឲ្យមួយវា load ចេញពីអញ្ចឹងខ្ញុំអាច delete ចោលមួយអញ្ចឹងអាផ្សេងគឺបងប្អូនធ្វើតាមហ្នឹងទៅមានមួយណាគឺដាក់អាហ្នឹងមកដាក់ច្រើនកាន់តែច្រើនកាន់តែល្អអញ្ចឹងយើងទៅបន្តទៀតនៅក្នុងនេះគឺយើងជាការជ្រើសរើស service provide ឲ្យ client បានន័យថាយើងជាអ្នកធ្វើ content បែបអីជា storytelling ជា podcast ជា movie វីដេអូកម្សាន្ត short film វីដេអូ reaction ឬក៏ផ្សេងបងប្អូនចូលតាមហ្នឹងទៅដាក់តាមហ្នឹងមកគឺអូខេហើយអញ្ចឹងបើសិនជាខ្ញុំដាក់តែ entertainment គឺលេចតែ entertainment storytelling ហើយ podcast អញ្ចឹងបងប្អូនចុចទៅមុខទៀតទៅនៅក្នុងនេះគឺជាការ add skill យើងហើយយើងមាន skill អីគេដូចខ្ញុំលើកឧទាហរណ៍របស់បង random talk គេរបស់គាត់អីគេរបស់គាត់គឺជា graphic design ជា content writer digital marketing អូខេ programmer UX UI និងផ្សេងដែលបងប្អូនបានឃើញគាត់អញ្ចឹងវាជាការលើកមុខមាត់ទៅ profile គាត់ដែរបើសិនជាបងប្អូនដាក់វាស្អាតអញ្ចឹងយើងដាក់វាមកហើយបងប្អូនវាយអក្សរតាមហ្នឹងទៅឧទាហរណ៍ថាបងប្អូនវាយផ្សេងមកបងប្អូនចុច enter ហើយនៅក្នុងនេះបងប្អូននឹងអត់ឃើញមានភាសាចេះទេអញ្ចឹងបងប្អូន select ភាសាដែលបងប្អូនចង់ដាក់ឥឡូវគឺយើង available 3ភាសាហើយជាទូទៅគឺពួកយើងចង់ឲ្យ select 2មកគឺមានអង់គ្លេសហើយខ្មែរហើយបងប្អូនចុចបន្តទៀតនៅនេះគឺបងប្អូននឹងអត់ឃើញមានប្រទេសហើយនឹងខេត្តដែលយើងរស់នៅអញ្ចឹងយើងធ្វើវីដេអូខ្មែរគឺយើង select ប្រទេសយើងមក select Cambodia ដល់មកបងប្អូន select ខេត្តរបស់បងប្អូនរស់នៅបងប្អូនរស់នៅខេត្តណាអូខេខ្ញុំរស់នៅបាត់ដំបងចុចដាក់បាត់ដំបងអញ្ចឹងនៅបន្តទៀតបងប្អូននឹងឃើញការ upload profile បងប្អូននឹងអត់ឃើញមាន profile នេះទេអញ្ចឹងបងប្អូនចូលទៅកន្លែង upload ហើយដាក់ profile របស់បងប្អូនដែលដាក់នឹងមកអញ្ចឹងនៅពេលដែលបងប្អូន upload គឺបងប្អូននឹងឃើញបែបនេះបងប្អូនចុច save ហើយបងប្អូននឹងបាន profile តោះបងប្អូនចុចបន្តទៀតគឺជោគជ័យហើយនេះគឺជារបៀបនៅក្នុងការ set up account របស់បងប្អូនអរគុណជួបគ្នានៅវីដេអូក្រោយ